សនាកម្មវិធីពេញចិត្តអត់បាទក្នុងវគ្គនេះគឺយើងនៅសល់បេក្ខជនគឺចំនួន2រូបជាបន្តសំណែននាំបេក្ខជនទី5គឺមានឈុនណាសុកអ៊ុចឧត្តមបាទជំរាបសួរបងជំរាបសួរបងខ្ញុំបាទសូមគោរពជំរាបសួរគណៈកម្មការនិងបងប្អូនទាំងអស់គ្នាដែលមកទស្សនានៅទីនេះនិងនៅតាមគេអដ្ឋានបាទថ្ងៃនេះចូលរួមកម្មវិធីរបស់យើងមានអារម្មណ៍អីដែរខ្ញុំក៏មានអារម្មណ៍ថាសប្បាយរីករាយព្រោះថានេះជាលើកទី1ដែលប្រទេសកម្ពុជាយើងមានកម្មវិធីបញ្ចេញសមត្ថភាពសិរាសកម្មបាទតែសរសើរដល់បងប្អូនដែរព្រោះថាក្មេងវិញចេះសមត្ថភាពវិញដែរចាបាទអរគុណបងបាទហាត់យូរហ៎បាទខ្ញុំវឹកហាត់តាំងពីអាយុ8ឆ្នាំ8ឆ្នាំចុះឥឡូវបាទឥឡូវនេះអាយុ17ឆ្នាំចា9ឆ្នាំយូរឆ្នាំដែរបាទតែថ្ងៃអនាគតនៅតែហាត់សៀកចឹងរហូតហ្មងបាទរឿងហ្នឹងមើលអត់ទាន់ដឹងដែរបងចាបាញ់មិញបងអូនស្រីអាដៃអូនចង់អាអីដែរឥឡូវមានចង់អាកន្លែងណាមួយដូចរ៉ូលីនចាមានទេអូនរៀនបានត្រឹមប្រហែលខែពេលអូនបេក្ខជនខាងនេះវិញបានដល់ទៅ9ឆ្នាំឯណោះបាទខ្ញុំភ័យដែរហ្នឹងបាទកូនចៅនៅពេលនេះសូមអញ្ជើញទស្សនាការមហាសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាបាទshould be played at high volume. Drop it. Check this out.
ចប់តែប៉ុណ្ណេះបាទសូមអរគុណដល់សម្លេងចាស់ដៃបាទសូមអរគុណ អរគុណដល់ប្រុសអូនប្រុសឧត្តម អូ ចា ឃើញព្រៀប យ៉ាង មែន ដែរចាជប់ចេញព្រៀប បាទបងអាចកាន់បានតែខ្លាចឈឺ ចាអូមានកញ្ចក់ បាទមានកញ្ចក់ អរគុណឥឡូវតារាកិត្តិយសមានចំណាប់អារម្មណ៍អ្វីខ្លះលើបងអូនប្រុសឧត្តម បាទ ចាប់អារម្មណ៍ទៅលើការយកកណាត់មិញហើយតវិចឆេញជាត្រង់ហើយត្រង់ហ្នឹងមិនមែនតែមួយពីរហើយកណាត់មិញអាលាស់ទៅមកបានឆ្ងល់ថាត្រង់ហ្នឹងយកតែលាក់ឡើងណា បាទនេះគឺជាបច្ចេកទេសមិនអាច ចាំបាយប្រាប់បានទៀតត្រង់ហ្នឹងមួយទៀតថាហេតុអីបានជាព្រៀបហ្នឹងអត្តព្រមទៅណានៅហ្នឹងចិត្តដល់បញ្ជាឬមួយក៏ជាព្រៀបរបស់យើង បាទ ចា និយាយរួមទៅសិរាសកម្មយើងត្រូវតែរៀបទុកមុន ចា បាទដូចឧទាហរណ៍ទៅព្រៀបនេះចុះខ្ញុំនិយាយតាមត្រង់ចុះយើងវឹកហាត់វាជារៀងរាល់ថ្ងៃ ចា បាទដូច្នេះវាស្គាល់យើង ចឹងសុំបានទេ មានអីបង ឥឡូវជប់ចេញចង្រិតបាន បានតើវគ្គក្រោយបង បាទអរគុណឥឡូវចូលមកកាន់គណៈកម្មការវិញសូមជើញបាទ បាទសម្រាប់ខ្ញុំអត់មានពាក្យអីនិយាយមានពាក្យសរសើរថាសាកសមជា professional magic stand មែនបាទ ចាពិតជា ហើយសម្រាប់ CD បើសិនជាអាចបងស្គាល់ style CD ហ្នឹងអូនលេងតាមនរណាបងស្គាល់តែបើសិនជាអាចជុំទៅក្រោយតុកល្អជាងណាកាន់តែល្អទៀតកាន់តែមើលទៅឃើញឥតខ្ចោះបាទអរគុណច្រើនមានប៉ុណ្្នឹង សូមអរគុណបង អរគុណបងជឿថាឈាមជ័របងអូនមកពីខាងហ្នឹងហ្មង9ឆ្នាំមិនតិចទេណា ចា បាទបើអ្នកបួសវិញខ្លាយជាសក្រាចហើយ បាទគឺឡើយរៀនតែ4ឆ្នាំ បាទ ទេអនុបណ្ឌិត2ឆ្នាំទៀត6បណ្ឌិត1ឆ្នាំទៀត7គាត់លើស បាទមិនខុសទេ គេ បាទ ចូលណាក់ទី1វិញ ចូលតែទី1 បាទសូមទទួលស្គាល់ស្នាដៃរបស់បងអូនបាទអរគុណច្រើន សូមអរគុណ កែអរគុណអូនអាចសម្រាប់បាន បាទមកដល់ពេលបច្ចុប្បន្ននេះលោកអ្នកបានឃើញបេក្ខជនគឺចំនួន5យើងនៅសល់បេក្ខជនទី6ជាបន្តទៀតសូមអញ្ជើញ ចានេះគឺជាការបង្ហាញជូននូវសមត្ថភាព